ជ្រាបកន្លែងនឹងទៅមានសេចក្តីសុខក្តីសុខត្រង់ណាសុខត្រង់អត់ចំណែកនឹងអ្នកដតីព្រោះអ្នកដតីគាត់ត្រឹមត្រូវរបស់គាត់មានបានអីគណៈបុណ្យស័ក្តិលៀបយោអីទាំងអស់ហ្នឹងត្រឹមត្រូវទៅតាមបុណ្យដែលបានធ្វើមកអញ្ចឹងទៅចិត្តយើងវាមានមុទិតាទួនខ្លួនទៅវាអត់មានចំណែនគ្រាន់តែប៉ុណ្ណឹងយើងចំណេញប្រាក់សម្បើមទៅមិនចាំបាច់ប្រណាំងប្រជែងកវាយកវល់ចំណាយពេលវេលាដើម្បីឲ្យមានឲ្យបានដូចអ្នកដតីអីមិនមែនចិត្តតែប្រឹងបាននោះណាទេប៉ុន្តែយើងស្ងប់ប្រងាប់ចិត្តសម្មាអាជីវោយើងធម្មតាយើងមិនឲ្យសេចក្តីសំខាន់ក្នុងជីវិតជាមួយនឹងសម្បត្តិក្នុងភពទេតែយើងឲ្យសេចក្តីសំខាន់ត្រង់គុណធម៌ដែលត្រូវចម្រើនឡើងជាប្រយោជន៍សុខក្នុងចិត្តសន្តានរស់នៅតាមសម្មាអាជីវោមិនប្រៀបធៀបខ្លួនយើងនឹងអ្នកដតីឲ្យកើតទុកទេបើយើងចេះប្រៀបធៀបក៏យើងប្រៀបធៀបឲ្យចេះល្មមឲ្យចេះស្កប់ស្កល់ទៅបានប្រហែលយើងហើយនឹងបើអ្នកដតីគេមិនទាំងបាននៅរស់មកដល់សពថ្ងៃនឹងផងស្លាប់ទៅទាំងមិនតាន់មានសិលហើយសត្វនរកប្រែតិឆានអសុរកាយឥឡូវយើងបានប្រពន្ធនឹងហើយកើតទុកមិនសុខចិត្តរឿងអីទៀតអាហ្នឹងបើយើងចេះប្រៀបឲ្យមានសេចក្តីសុខប្រៀបឲ្យមានសេចក្តីសន្តោសហើយបើចង់ប្រៀបទៅលើឲ្យខ្ពស់ជាមួយនឹងព្រះអរិយបុគ្គលចឹងទៅចឹងដើម្បីយើងប្រឹងប្រែងជាយាមតាមសេចក្តីជ្រះថ្លាក្នុងគុណរបស់ព្រះអរិយទៅដើម្បីឲ្យចិត្តរបស់យើងស្អាតនឹកឃើញគុណព្រះអរិយទៅកុំឲ្យវាសៅហ្មងជ្រោកជ្រែកប្រឡូកប្រឡាក់ជាមួយនឹងអ្នកដតីណាពុទ្ធបរិស័ទញាតិញោមស្រីប្រុសទាំងអស់ស្ដាប់ធម៌រៀនធម៌គួរតែចេះខ្មាស់បាបនឹងឯងចង់និយាយថាខ្មាស់ខ្លួនឯងក៏បានដែររៀនធម៌ដាប់ធម៌ចេះថាធัวចេះនិយាយធัวសន្តានាធัวអីអញ្ចឹងប៉ុន្តែការប្រព្រឹត្តការអប់រំចិត្តបានប្រប៉ុណ្ណាអាហ្នឹងត្រូវផ្ទៀងផ្ទាត់កន្លែងនឹងផងចឹងហ្នឹងឯងកុំឲ្យទុកធัวចោលពាក្យថាទុកធัวចោលហ្នឹងបានក្តីថាយើងស្ដាប់ធัวយើងរៀនធัวយើងចាំធัวយើងចេះធัวប៉ុន្តែមិនប្រតិបត្តិធัวនឹងឯងអានឹងឯងដែលឈ្មោះថាទុកធัวចោលអញ្ចឹងធัวនឹងអត់ពូកែទេដូចថ្នាំយើងអត់លេបអញ្ចឹងមានបកែអីនៅតែក្នុងដបហ្នឹងឯងអានណែថ្នាំនេះក្មេងលេបពាក់កណ្ដាលចាស់លេបប៉ុណ្ណេះប៉ុណ្ណោះមួយថ្ងៃមួយដងគឺព្យាបាលរោគអីចឹងទៅបានតែអានរួចទៅថ្នាំនៅក្នុងដបដដែលហ្នឹងឯងរួចទៅក្អកខេះដដែលទៅ